Like គឺយើងនិយាយអំពីការអាប់ដេតទៅលើ Gym Admin Control ហើយជាមួយនឹង OMI ដែលយើងធ្វើការ run ទាំង client end ហើយជាមួយនឹង server នៅលើ terminal ទាំងពីរមូលហេតុដែលយើងធ្វើវីដេអូនេះឡើងដោយសារតែវីដេអូ30នាទីហ្នឹងគឺបានដាច់កន្លែងហ្នឹងអញ្ចឹងទៅយើងអត់បានបង្ហាញទេយើងមកបង្ហាញកន្លែង Gym Admin Control ម្ដងផ្លូវដំបូងយើងត្រូវ run សាមសិនវាបើកកន្លែង Gym ហ្នឹងហើយយើង run ជាមួយនឹង back end server ចំពោះ back end ដោយសារតែវាប្រើ Node.js ជាមួយនឹងសារ PHP គឺយើងអាចធ្វើការ run លើ PowerShell បានតែយើងត្រូវប្រើ command prompt cd and start នៅពេលដែលយើង run ទៅជាមួយនឹងback end យើងហើយយើងធ្វើការ run ជាមួយនឹង chatbot ដោយដំបូងហើយយើងត្រូវ run ជាមួយនឹង OMI registry សិន OMI registry ហើយបន្តមកទៀតយើងធ្វើការបើក terminal 2ទៀតដើម្បី run ជាមួយនឹង chatbot server មួយជាមួយនឹងbridge មួយ PowerShell មូលហេតុដែលយើងត្រូវ run bridge ហ្នឹងដោយសារតែ chatbot របស់យើងគឺជាប្រភេទ OMI chatbot ដែលទៅសេលើ Java អញ្ចឹងទៅ Java វាអាចធ្វើការ communicate ជាមួយនឹង JavaScript បានអញ្ចឹងទៅយើងត្រូវបង្កើត bridge មួយដើម្បីឲ្យវា communicate គ្នាដែរ cd OMI Java chatbot server ហើយយើង run bridge cd OMI Java HTTP DGE chatbot bridge ហើយយើង go live ទៅហើយយើងធ្វើការ go live ជាមួយនឹង admin page មួយទៀតនេះគឺជា admin page របស់យើងដោយ admin page របស់យើងឥឡូវបានធ្វើការ update ដោយ card របស់យើងឥឡូវគឺ showcase ទៅជាមួយនឹង total member total feedback total revenue ជាមួយនឹង total booking ហើយអ្វីយើង fix ហ្មងគឺកន្លែងgraph visualization នេះដែលពីមុនគឺជាប្រភេទ static ទេឥឡូវយើងបានធ្វើការ update ឲ្យវាក្លាយជា real graph ដែលប្រើការ query data ពី backend មក visualize យើងអាចមើលទាញ insight ពី graph ហ្នឹងបានដោយយើងមើល graph ដំបូងដែលវាបង្ហាញពី revenue យើងឃើញថានៅខែជូនគឺ revenue របស់យើងគឺកើនដល់$197ដោយនៅខែមេគឺតាម149ទេហើយយើងមកមើលយើងអាចធ្វើការទាញបានជា year overall year ក៏បានយើង change យ៉ាងបានហើយនេះគឺយើងទិញ insight ពី member ចាញ់ដូចនៅក្នុងខែ April គឺយើងមាន new member គឺ5នាក់ហើយមេម្នាក់ហើយយើងជូនម្នាក់យើងអាចធ្វើការទាញចេះបានទៀតយើងទាញជា line ក្នាប់ក៏បានហើយនេះគឺដូចមុនអញ្ចឹងហើយឥឡូវហ្នឹងគឺយើងអាចធ្វើការ edit និង modify admin គាត់មានសិទ្ធិក្នុងការ edit និង modify data គាត់អាចធ្វើការ view ឬក៏ edit ទិន្នន័យរបស់ member ក៏បានគាត់អាចធ្វើការ delete ឬក៏យ៉ាងទៅហើយគាត់អាចធ្វើការ export វាជា Excel អានេះគឺអត់ទាន់ទេលើកន្លែង trainer មិនបានឧទាហរណ៍កន្លែង trainer នេះគឺយើងអាចធ្វើការ edit ទិន្នន័យអញ្ចឹងទៅយើងអាចធ្វើការ export ជា Excel អូយកន្លែងណាត្រូវ export export កន្លែង payment មិនបានកន្លែងនេះគឺខាងធម្មតាបើយើងអាចធ្វើការ view ទិន្នន័យហើយយើងអាចធ្វើការ export ទៅមានតែកន្លែង payment នេះមិនអាចធ្វើការ export កាត់ជា Excel file ដើម្បីយើងយកទៅធ្វើ data visualization នៅក្នុង Power BI ក៏បានឬ data below ទៅសម្រាប់ទាញ insight ហើយនេះគឺ booking គឺយើងមានការនៅលើហើយនេះគឺអាចមើលយ៉ាងទៅអាច cancel ក៏បានអាចធ្វើការទាញជា Excel ក៏បានវាទាញមកតែ payment អូខេ and this one yep only payment that can be export to Excel file ហើយនេះគឺជា feedback យើងមើលថាគេឲ្យ feedback ទៅ trainer ក៏បានហើយនេះគឺ tag yep dashboard យើងដូចមានតែប៉ុណ្ណឹងជាមួយខ្ញុំបានធ្វើការ data ឲ្យមើលឧទាហរណ៍យើងឲ្យ log out សិនហើយយើង register log out សិនហើយយើង log in yes log out ហើយយើង log in វិញជាមួយនឹង account ឧទាហរណ៍ខ្ញុំយក account ខ្ញុំមើលសិន member យក account បងវិញហើយ password មិញគឺ5ដើម
1 2 3 4 5យើង log in ទៅយប់ហើយវាថានេះដោយសារតា password យើងគ្រាន់ជា demo អញ្ចឹងទៅវាតម្រូវឲ្យ set ឲ្យត្រូវឲ្យ complete តិចដើម្បីកុំឲ្យគេ lock ចូលកើតកន្លែងនេះកន្លែង register member ឧទាហរណ៍ខ្ញុំ register account មួយទៀតខ្ញុំដាក់ account ឈ្មោះMoses Moses តែស្អីអញ្ចឹង moses@gmail.com password គឺ1 2 3 4 5 phone number យើងដាក់សិនទៅហើយនេះយើងអាចថា2003អញ្ចឹងទៅជា demonstration ទេហើយយើង register account វាធ្វើការ add member ថ្មីចូលនៅក្នុងនេះគឺ Moses member ទី10យើងអាចមើល detail របស់គាត់កន្លែង edit ហើយចំពោះឥឡូវហ្នឹងគឺមិញហ្នឹងគឺកន្លែងជូនគឺយើងមាន new member តែម្នាក់ទេឥឡូវពេលដែលយើង add Moses register new account ទៅគឺវាកើតអញ្ចឹងបានន័យថានៅជូនហ្នឹងវាកើត member បានម្នាក់ទៀតហើយ revenue យើងគឺនៅដដែលទេគឺ197ជាមួយខ្ញុំសាកឲ្យ Moses ទិញ item អីចុះកន្លែងនេះ give feedback ត្រូវណាឧទាហរណ៍យើង give feedback ទៅលើនេះ Wizard គេឲ្យ5 like ពីណាហើយយើង submitនោះ feedback នឹងត្រូវការចូលមកនេះកន្លែង feedback របស់ trainer unknown member ឈិនវិសាលកន្លែងខ្លះគឺអត់ទាន់ចេញទេនេះឈិនវិសាលអ៊ីយ៉ាងតែមកមើល my account ដែរតែ my account ចូលតែ Moses maybe តើយើងទិញអីសិនមិនវាទិញចេញតិនអី feedback workout អាចធ្វើការ booking ទៅលើយើង booking ទៅលើZumba Party then កន្លែង booking នឹងវាចូលមក unknown member អត់ទាន់នេះវាអត់ទាន់បង្ហាញ Zumba Party ញ៉ាំ booking ទៅហើយកនេះគឺខ្ញុំទាញជា embedded link ពី YouTube មកនៅទេហើយយើង add កាហ្វេ1 2 3 4 5កែវយើង add ទៅយើង receive to payment ហើយយើងថា new year 10% off ហើយយើង pay ដោយ cash ខ្ញុំអត់ដឹងមូលហេតុអីដែរកន្លែងនេះ unknown member I'm not sure why ចាំមើល fix បន្តទៀតយើងមើលកន្លែង payment នេះគឺកាហ្វេ5កែវ file item គឺមើលទៅលើនេះគឺកាហ្វេ5កែវ pay cash special promotion គឺ new year special yep តាមគឺចូលអស់ហើយយើងមើល shop payment ខាងឆាកអីនៅដដែលទាំងអស់នេះគឺ my account គឺនៅ static ដដែលទេហើយគឺឆាកបត់ដូចខ្ញុំបានបញ្ជាក់ឲ្យម្ដងហើយយើងអាចការលុបឬក៏ដកអក្សរខ្មែរយើងអាចវាយហ្នឹងក៏បានដែរហើយយើងអាចធ្វើការ select emoji អញ្ចឹងទៅហើយមើលឯ revenue មិញគឺវាឡើងហើយវាឡើងដល់208មិញ100 197ឥឡូវ208គឺវាកើតឥឡូវនេះខ្ញុំមើល demo ជាមួយនឹង chatbot OMI ដែលយើង run នៅលើ terminal ជាមួយ terminal ហ្មងនេះយើង run chatbot UI ជាមួយនឹង server terminal ហើយប្រាប់មួយផងដែរគឺ chatbot OMI គឺវាអាច handle ជាមួយអក្សរខ្មែរបានទេដោយសារតែវាសរសេរ Java អញ្ចឹងឥឡូវយើងមកបិទអានេះហើយយើង run លើ terminal ម្ដងterminal cmd មូលហេតុដែលយើងបិទមិញដោយសារតែវាជាន់ port គ្នាអញ្ចឹងទៅយើងត្រូវបិទអា chatbot server ចេះហើយយើងមក run យើងបើក new tab duplicate select tab ហើយអានេះខ្ញុំបិទខ្ញុំបាន OMI វិញគឺ Python cd យើង run កំពុងយើង run Java server OMI SEO Yep ហើយបន្តមកយើង run client Java OMI client ហើយយើងទីមើលស្រួលទៅគឺវានេះគឺ server ធ្វើការ log record នៅក្នុង terminal ដែរ receive អីគេ processing ហើយសារ respond នេះមកវិញហ្នឹងទៅ member trainer Yep យើងរកមើល location ហើយយើងធ្វើការដូរទៅអក្សរខ្មែរក៏ប៉ុន្តែអក្សរខ្មែរវាអត់សូវ handle ទេវាជាសញ្ញាសួរអញ្ចឹងទៅគឺវាចាំអត់សូវបានទាំងអស់អញ្ចឹងយើងដូរមកអង់គ្លេសវិញអង់ slash អង់ទៅមកអង់គ្លេសបើថយយើងវាយខុសទៅវាជា recommendation ណាហើយយើងធ្វើគេខ្លះបាន
Yep contact អញ្ចឹងចំពោះវីដេអូនេះគឺតែប៉ុណ្ណឹងគ្រាន់ខ្ញុំចង់បង្ហាញអំពីការអាប់ដេតទៅលើ chatbot ឆ្អិនការអាប់ដេតទៅលើ chatbot នៅលើ terminal ហើយជាមួយនឹង Gmail Admin Control System តែប៉ុណ្ណឹងទេ